will ហើយនឹង going to ពាក្យទាំងពីរនេះគឺគេប្រើប្រាស់ដើម្បីនិយាយពីអនាគតកាលដូចគ្នាប៉ុន្តែគ្នាយើងភាគច្រើនអត់ទាន់ច្បាស់ក្នុងការប្រើប្រាស់វាទេអញ្ចឹងនៅក្នុងវីដេអូនេះ teacher ពន្យល់អំពីការប្រើប្រាស់ will ហើយនឹង going to So will is used when you decide to do something at the moment of speaking អញ្ចឹងយើងប្រើប្រាស់ will នៅពេលដែលយើងសម្រេចចិត្តថាធ្វើអ្វីភ្លាម For example the phone is ringing I'll answer it អញ្ចឹងនៅក្នុង scenario ហ្នឹងគឺទូរស័ព្ទទេមកភ្លាមយើងសម្រេចចិត្តថាលើកទូរស័ព្ទនឹងភ្លាមហ្មងយើងអត់បានព្រៀងទុកឬក៏មាន plan ទុកមុនហើយយើងនឹងលើកទូរស័ព្ទហ្នឹងឯងអញ្ចឹងនឹងសម្រាប់ការប្រើប្រាស់ will អញ្ចឹងក្នុងការប្រើប្រាស់ will គឺយើងសម្រេចចិត្តថាយើងធ្វើអ្វីភ្លាមចុះសម្រាប់ going to វិញ Going to is used when you plan on something beforehand អញ្ចឹង going to យើងប្រើវានៅពេលដែលយើងបានព្រៀងទុកឬក៏មានកម្រងទុកមុន For example I'm going to visit Korea next year ខ្ញុំនឹងទៅលេងកម្សាន្តនៅប្រទេសកូរ៉េឆ្នាំក្រោយអញ្ចឹងនៅក្នុង example ហ្នឹងគឺយើងបានរៀបកម្រងថាយើងនឹងទៅលេងប្រទេសកូរ៉េនៅឆ្នាំក្រោយអញ្ចឹងសរុបមកវិញយើងប្រើប្រាស់ will នៅពេលដែលយើងសម្រេចចិត្តថាយើងនឹងធ្វើអ្វីភ្លាមហើយ going to យើងប្រើប្រាស់នៅពេលដែលយើងបានរៀបកម្រងទុកមុនអញ្ចឹងអ្នកទាំងអស់គ្នាសាកបង្កើតប្រយោគដែលប្រើ will ហើយ going to នៅក្នុង comment អ្នកមួយមើលអូខេអញ្ចឹងសម្រាប់វីដេអូរបស់យើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេ Thank you everyone សួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ទីលនីមួយៗដូចជា Speaking, Reading, Grammar និង Writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ